ខ្មែរថៃបន្តកែសម្រួលយុទ្ធបកអាវុធធុនធ្ងន់និងឧបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់នៅរសៀលថ្ងៃទី31ខែតុលាឆ្នាំ2025នេះនៅច្រកព្រំដែនអូស្មាច់ខេត្តឧត្តរមានជ័យយុទ្ធភូមិភាគទី4កម្ពុជានិងកងទ័ពភូមិភាគទី2ថៃបានរៀបចំកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនយុទ្ធភូមិភាគកម្ពុជាថៃ RBC សម្រាប់ពិភាក្សាលើការកែសម្រួលអាវុធនិងយុទ្ធបកបំផ្លិចបំផ្លាញធុនធ្ងន់បន្ទាប់ពីកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃ RBC កាលពីព្រឹកមិញនេះសហប្រធានដឹកនាំកិច្ចប្រជុំដោយឧត្តមសេនីយ៍ឯកប៉ៅហេងមេបញ្ជាការយុទ្ធភូមិភាគទី4កម្ពុជានិងឧត្តមសេនីយ៍តវីរយុទ្ធរៈស៊ីងមេបញ្ជាការកងទ័ពភូមិភាគទី2ថៃដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ប្រចាំនៅប្រទេសកម្ពុជានិងប្រចាំនៅប្រទេសថៃដើម្បីតាមដានផ្ទៀងផ្ទាត់និងធានាការអនុវត្តបទច្បាញ់ឲ្យបានពេញលេញភាពត្រឹមត្រូវនិងមានប្រសិទ្ធភាពភាគីទាំងពីរបានពិភាក្សានិងឯកភាពគ្នាលើផែនការជាក់លាក់ក្នុងការសម្រួលយុទ្ធបកនិងអាវុធធុនធ្ងន់របស់ភាគីសងខាងជាជំហាននិងតាមដំណាក់កាលនៅក្រោមការសង្កេតនិងការផ្ទៀងផ្ទាត់របស់ AOT សម្ដៅរួមគ្នាកាត់បន្ថយភាពតានតឹងផ្នែកយោធាកិច្ចប្រជុំនេះត្រូវបានបញ្ចប់នៅវេលាម៉ោង 15:47 នាទីជាលទ្ធផលភាគីទាំងពីរបានព្រមព្រៀងនិងចុះហត្ថលេខាលើកំណត់ហេតុរួមស្តីពីការកែសម្រួលយុទ្ធបកអាវុធធុនធ្ងន់និងឧបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់